ដោយសារតែអត់មានអ្នកណាខមមិនទេអញ្ចឹងអត់មានសុំចេញរឿងសែតមកនេះណាអញ្ចឹងចូលតែរឿងយើងវិញតោះផ្ដើមរឿងដំបូងនៃតួឯកប្រុសរបស់យើងគាត់បានពោលថាអ្នកណាដែលថាមានលុយហើយមានសេចក្តីសុខនោះសម្រាប់គេគឺមិនពិតនោះទេមានលុយអាចយកសេចក្តីសុខឲ្យខ្លួនឯងពិតមែនប៉ុន្តែវាត្រូវបានតែពាក់កណ្ដាលប៉ុណ្ណោះសម្រាប់គេអ្វីដែលជាសេចក្តីសុខពិតប្រាកដនោះគឺជាគ្រួសារដែលមានភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកតែមើលជីវិតអាពាហ៍ពិពាហ៍របស់គេទៅចោះស្វាមីរបស់គេមិនចេះផ្អែមល្ហែមមិនជួយចិត្តខ្វាយខ្វល់ពីគេព្រលឹមបាត់ប្រលប់ចូលតើឲ្យគេរស់នៅដោយរបៀបណាដោយស្វាមីសឹកអាក្រក់យ៉ាងនេះនោះពេលព្រឹកនៅក្នុងភូមិគ្រឹះមីនបានបង្ហាញឲ្យឃើញរៀងតូចផាក់ជីមីនកំពុងរងចាំស្វាមីនៅក្នុងបន្ទប់អាហារគ្រាន់តែឃើញស្វាមីចុះមកពីខាងលើភ្លាមរៀងតូចក៏រត់ទៅរាក់ទាក់ស្វាមីតាមទម្លាប់របស់ខ្លួនលោកប្តីញ៉ាំអាហារពេលព្រឹកមុននឹងទៅធ្វើការដែរទេរៀងក្រាស់ដែលមាននាមជាប្តីបានឆ្លើយទៅកាន់ភរិយាវិញដោយសម្ដីសើក្រក់បំផុតអត់ទេបងទៅធ្វើការហើយដោយលើស្វាមីនិយាយដូច្នេះហើយខ្លួនក៏ពុំដឹងនឹងធ្វើអ្វីទៀតដែរបានត្រឹមតែសម្លឹងមើលដំណើរស្វាមីពីចម្ងាយបន្ទាប់មកក៏ដាក់បង្គុយនៅលើកៅអីក្បែរតុញ៉ាំអាហារនោះទៅហើយក៏ដកដង្ហើមធំនិងពោលតិចម្នាក់ឯងថាតើខ្ញុំនៅសល់ពេលប៉ុន្មានទៀតទៅអ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹងហើយមែនទេថាហេតុអ្វីបានជារៀងតូចនិយាយបែបនេះអញ្ចឹងយើងត្រឡប់ទៅមួយខែមុនវិញកាលពីមួយខែមុនរៀងតូចបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលសុខភាពរបស់ខ្លួនពីព្រោះមានអារម្មណ៍ថារាងកាយរបស់ខ្លួនខុសប្រក្រតីភ្នែកចេះតែស្រវាំងដៃជើងមិនសូវស្ដាប់បញ្ជាមានអារម្មណ៍ថាស្ពឹកបន្ទាប់ពីពិនិត្យរួចរាល់គ្រូពេទ្យក៏បាននិយាយថាខ្លួនបានកើតជំងឺមហារីកខួរក្បាលដំណាក់កាលទី2ទៅហើយគឺត្រូវព្យាបាលដោយប្រើគីមីសាស្ត្រតែអាចនឹងភ្លេចមនុស្សជុំវិញខ្លួនឬដូច្នោះរៀងតូចក៏សួរទៅកាន់គ្រូពេទ្យវិញយ៉ាងលឿនលោកគ្រូពេទ្យតើមានអត្រាប៉ុន្មានភាគរយទៅដែលអាចថាខ្ញុំភ្លេចមនុស្សជុំវិញខ្លួននោះឬដូច្នោះគ្រូពេទ្យក៏ឆ្លើយទាំងទឹកមុខស្មើអត្រានោះមានដល់ទៅ70%ឯណោះឬដូច្នោះរៀងតូចក៏ឆ្លើយបដិសេធវិញយ៉ាងលឿនអញ្ចឹងមិនបាយព្យាបាលអីទេលោកគ្រូពេទ្យបើមិនព្យាបាលដូច្នោះតើខ្ញុំនៅសល់ពេលវេលាប៉ុន្មានសម្រាប់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ទៅឬដូច្នេះលោកគ្រូពេទ្យក៏ឆ្លើយទៅកាន់គេវិញទាំងទឹកមុខស្មើរឿងនេះស្ថិតនៅលើប្អូននិងមនុស្សជុំវិញខ្លួនរបស់ប្អូនទេបើសិនជាប្អូនរីករាយប្អូននឹងសល់ពេលវេលាកាន់តែវែងបើសិនជាប្អូនមិនរីករាយនោះពេលវេលាក៏ខ្លីទៅតាមនោះដូចគ្នា